បុរសម្នាក់នេះគាត់បានពិការដៃទាំងសងខាងប៉ុន្តែគាត់អាចធ្វើការងារបានធ្ងន់និងលំបាកជាច្រើនដូចទៅនឹងមនុស្សធម្មតាដែរតើអ្នកកំពុងតែត្អូញត្អែពីការលំបាកនិងបញ្ហាដែលកើតមានឡើងរាល់ថ្ងៃសម្រាប់អ្នកមែនទេថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកស្គាល់បុរសដ៏អស្ចារ្យម្នាក់ដែលទោះបីជាគាត់ពិការដៃទាំងសងខាងក៏ដោយតែគាត់មិនបោះបង់ក្តីសង្ឃឹមរបស់គាត់ឡើយគាត់បានប្រើប្រាស់កម្លាំងចិត្តដ៏មហិមានិងការតស៊ូឥតឈប់ឈរដើម្បីធ្វើកិច្ចការងារជាច្រើនមុខដែលសូម្បីតែមនុស្សធម្មតាក៏ពិបាកធ្វើផងដែរជំនួសឲ្យការបាក់ទឹកចិត្តឬចោះចាញ់បុរសជនជាតិចិនរូបនេះគាត់បានជ្រើសរើសផ្លូវនៃការតស៊ូគាត់បានរៀនប្រើប្រាស់ផ្នែកផ្សេងៗនៃរាងកាយរបស់គាត់ដូចជាស្មាកែងដៃនិងមាត់ដើម្បីធ្វើការងារប្រចាំថ្ងៃរបស់គាត់ទាំងដែលការងារទាំងនេះគឺទាមទារការប្រើដៃជាចាំបាច់ប៉ុន្តែសម្រាប់បុរសម្នាក់នេះទោះគ្មានដៃទាំងពីរក៏គាត់នៅតែព្យាយាមខំប្រឹងតស៊ូជានិច្ចសាកស្រមៃមើលថាតើវាលំបាកប៉ុណ្ណាសម្រាប់មនុស្សដែលគ្មានដៃក្នុងការកាន់នង្គ័លភ្ជួរស្រែស្ទូងស្រូវម្ដងនេះបង្ហាញពីការអត់ធ្មត់និងការខំប្រឹងតស៊ូរបស់គាត់អាចប្រើស្មានិងខ្នងរបស់គាត់ក្នុងការលីឬចងអស់និងឈើធំៗក្នុងការដឹកជញ្ជូនលើសពីនេះទៅទៀតគាត់ថែមទាំងអាចធ្វើការលីស៊ីម៉ង់ឬសម្ភារៈធន់ជាច្រើនទៀតដោយមិនចុះចាញ់នោះទេបុរសម្នាក់នេះគឺជាភត្តុតាងដ៏រស់រវើកថាភាពពិការមិនមែនជាដែនកំណត់នៃសមត្ថភាពរបស់មនុស្សនោះទេសកម្មភាពរបស់គាត់គឺបានបង្រៀនយើងថាទោះបីជីវិតរបស់យើងបាត់បង់អ្វីៗគ្រប់យ៉ាងក៏ដោយក៏យើងនៅតែអាចក្រោកឈរប្រយុទ្ធនិងសម្រេចបាននូវអ្វីដែលយើងចង់បានចុះចំណែកយើងវិញតើយើងកំពុងនឹងប្រឈមបញ្ហាអ្វីខ្លះហើយយើងបានដោះស្រាយវាដល់ចំណុចណាហើយសូមកុំបោះបង់បុរសម្នាក់នេះគឺជាគំរូដ៏ល្អបំផុតសម្រាប់អ្នក